នៅពេលដែល energy អាក្រក់វានៅក្នុងខ្លួនយើងច្រើនវាអត់អាចធ្វើឲ្យរឿងល្អចូលមកក្នុងខ្លួនយើងបានទេលុះត្រាតែយើង clear វាចេញសិនហើយយើងដាក់នៅ energy ដែលល្អចូលទៅក្នុងខ្លួនយើងហើយរក្សាវាឲ្យបានយូរទៅតាមលទ្ធភាពដែលយើងអាចធ្វើបានមិនមែនថាត្រឹមតែនិយាយថាអូខ្ញុំល្អខ្ញុំប៉ាកែខ្ញុំអាចហៅលុយបានខ្ញុំអាចស្រូបបានការងារកំពុងតែរត់មករកខ្ញុំគឺជាមនុស្សម្នាក់ដែលសំណាងល្អគ្រប់រឿងរ៉ាវនៅក្នុងជីវិតសុទ្ធសឹងតែចូលមក support ខ្ញុំនិយាយរួចហើយបន្ទាប់ពីនឹងមកមុខកមើមួម៉ៅក្តៅកាហាយគិតច្រើនទាំងអស់នេះសុទ្ធសឹងតែយើងមិនអាចរក្សា energy ដែលមាននៅក្នុងខ្លួនយើងបានទេអញ្ចឹង vibration ដែលមាននៅក្នុងខ្លួនយើងដែលគេហៅថារលក frequency ហ្នឹងណាគឺវាមិនអាចបញ្ជូននៅរឿងរ៉ាវដែលល្អបានទេដើម្បី clear នៅ negative energy ចូលអ្នកទាំងអស់គ្នាប្រយ័ត្នព័ត៌មានដែលមិនល្អធ្វើឲ្យគេហៅថាមានអារម្មណ៍ថាអវិជ្ជមានអ្នកទាំងអស់គ្នាកុំទៅស្ដាប់រឿងរ៉ាវដែល drama អ្នកទាំងអស់គ្នាកុំទៅក្រេបនិយាយពីខ្លួនឯងតែគេហៅថាជាមនុស្សដែលមិនបានការជាមនុស្សដែលល្ងងហាមមិនឲ្យនិយាយដែរបន្ទាប់មកទៀតការទៅក្រេបនៅរឿងរ៉ាវល្អៗពីមជ្ឈដ្ឋានខាងក្រៅអ្នកទាំងអស់គ្នាសុទ្ធសឹងតែអាចស្រូបនៅ energy ល្អៗបានអ្នកទាំងអស់គ្នាអាចទៅអានសៀវភៅអ្នកទាំងអស់គ្នាអាចទៅស្ដាប់ podcast អ្នកទាំងអស់គ្នាអាចទៅស្ដាប់នៅការ program ចិត្តនៅរឿងវិជ្ជមានជាច្រើនអញ្ចឹងនេះគឺជាវិធីងាយៗដែលអ្នកទាំងអស់គ្នាអាច clear negative energy បាន